ខេហ្នឹងហើយសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងស្វាគមន៍ក្នុងការវិលត្រឡប់មកកាន់វីដេអូជាបន្តទៀតហើយជាមួយនឹងខ្ញុំបាទអញ្ចឹងថ្ងៃហ្នឹងដែរឆ្លើយតបទៅកាន់ការសាកសួរของបងប្អូនមកកាន់ខ្ញុំថាបងតើមានជាការផ្ដល់ជា tip ណាខ្លះសម្រាប់ខ្ញុំដែលខ្ញុំឥឡូវហ្នឹងគឺកំពុងតែមានវិបត្តិហិរញ្ញវត្ថុដូចជាការទិញ iPad មិនទាន់បានដែលខ្ញុំបាក់ក្នុងការ research មេរៀនក៏ដូចជាការមើលមេរៀនការធ្វើមេរៀនផងដែរអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមចូលទៅកាន់មេរៀនចូលទៅកាន់ប្រធានបទយើងទាំងអស់គ្នា sorry ច្រឡំមេរៀនតោះអញ្ចឹងតកតងទៅនឹងឆ្នាំមូលដ្ឋានដែលបងសិក្សាហ្នឹងក៏បងអត់តមាន accessory គ្រប់គ្រាន់ដែរដោយបងប្អូនដូចគ្នាតែបងគាត់ជាជឿជាក់ថាបងប្អូនគាត់ជាមានទូរស័ព្ទដៃ smartphone គ្រប់គ្នាហើយដើម្បីធ្វើការអញ្ចឹងយើងយកទូរស័ព្ទដៃយើងមក smartphone ជាមួយនឹង notebook មួយនៅពេលដែលយើង research មេរៀនរួចរាល់ហើយយើងមិនត្រូវការកត់ចូលនៅក្នុង notebook របស់យើងឥឡូវសួរថាបើយើងអត់មាន notebook បើយើងអត់មាន notebook នៅពេលដែលយើងមើលហើយយើងអត់មានអីកត់ចូលអញ្ចឹងវាអាចធ្វើឲ្យយើងភ្លេចដដែលណាអញ្ចឹងយើងត្រូវតែមាន notebook មួយនៅពេលដែលយើង research ចប់យើងច្បិចយកកន្លែងសំខាន់ហ្នឹងដាក់ចូលក្នុង notebook យើងមួយបានអូខេហើយឥឡូវបងប្អូនចេញដំណើរមកនេះកុំភ្លេចពាក់អីបានជាប់ផងបងបារម្ភអូខេហើយបើសិនជាបងប្អូនឥឡូវកំពុងតែមានបញ្ហាមុខឡើងស្នាមជួមឬក៏មុខឡើងមុនអញ្ចឹងបងប្អូនអាចធ្វើការពិគ្រោះឬក៏ឆាតទៅកាន់ page Sukia Clinic បានដែលបងនឹងដាក់នៅខាងក្រោមវីដេអូរបស់បងអូខេហើយក៏មានជាការ promotion ចំពោះការពិគ្រោះលើកដំបូងហើយក៏មានជាការថែរក្សាមុខរបស់យើងដើម្បីការពារស្បែករបស់យើងកុំឲ្យកាប់ត្រូវពលឺថ្ងៃច្រើនខ្លាំងពេកអូខេអញ្ចឹងបាយបាយអ្នកទាំងអស់គ្នា